បាទនេះសកម្មភាពខាត់បស៊ីថ្នាំប៉ូលីសម្រាប់ឡានបាញ់ថ្នាំមកជុំបាទនេះមកតតធំកំខាត់បានមកជារៀងខាងនោះមិនតាន់អស់ទូបូលមកជារៀងខាងនេះនៅមិនតាន់បាននៅតបូលលើនៅអីទេបាទចឹងសម្រាប់ឡានបាញ់មកជុំបាទបងប្អូនគិតថាធ្វើដូចឡានធម្មតាគឺมันអាចទៅរួចទេបាទនៅទ្វារនេះមកស្លឹកអត់តបានធ្វើផងបាទអានេះយើងត្រូវខាត់យើងត្រូវការខាត់អស់បានយើងប៉ូលីបានបាទต้องខាត់អស់វាខាត់មកស្មើសាច់បាទនេះក៏អត់តន់ដែរអានេះត្រូវខាត់ថែមទៀតបាទអត់តន់បានអត់តន់យកជាការបាននេះតអស់ចឹងតអស់ចឹងបានយកជាការបានចឹងខាត់ឡានមកជុំបងប្អូនគិតមើលឡានមកជុំអាចចាយពេលវាស្ទើរតា5ម៉ោងអីហើយបើយើងខាត់យកស្អាតតែបើយើងខាត់យកលឿនអត់ដល់ទេចឹងយើងខាត់យកស្អាតវាចាយពេលយូរហើយចាយមនុស្ស2នាក់បើចង់លឿនតែបើធ្វើមនុស្សម្នាក់ពីពេលចឹងឡានមួយគ្រឿងប្រាប់បាញ់ឆ្នាំមួយជុំប៉ូលីមួយថ្ងៃអត់ហើយទេបើយើងវាយយកស្អាតអាចថា2ថ្ងៃចឹងសម្រាប់តម្លៃក៏វាខុសគ្នាដែរសម្រាប់ឡានដែលអត់បាញ់ថ្នាំសោះតម្លៃប៉ូលីតម្លៃផ្សេងទេបងប្អូនណាបាទប៉ុន្តែសម្រាប់ឡានដែលបាញ់ថ្នាំមួយជុំហើយបងប្អូនមកចង់បានតម្លៃដូចឡានធម្មតាគឺអត់អាចទេអត់អាចទៅរួចទេពួកបងប្អូនត្រូវគិតថាយើងត្រូវការប្រើកម្លាំងពលកម្មច្រើនជាងមុនរយៈពេលយូរជាងមុនហើយថ្នាំដែលសម្រាប់វាយមកស្ថានភាពបែបនេះក៏យើងត្រូវប្រើច្រើន1 គុណនឹង3ដែរបាទបើឡានដែលអត់បាញ់អត់ខាត់ទេអានឹងយើងប្រើបាន1ហើយសម្រាប់ឡាននេះក៏យើងប្រើ3ដងនៃឡានដែលអត់បាញ់មកជុំបាទដែលអត់បាញ់សោះអញ្ចឹងតម្លៃវាខុសគ្នាអញ្ចឹងខ្ញុំបញ្ជាក់ជូនជំរាបជូនឲ្យបងប្អូនយើងយល់ពួកបងប្អូនខ្លះគាត់មកគាត់ស្នើសុំយកតម្លៃដូចដែលឡានដែលអត់បាញ់សោះអញ្ចឹងគឺអត់អាចទេណាបាទសូមបញ្ជាក់ជូនបាទអរគុណ